សួស្តីប្រិយមិត្តទាំងអស់គ្នាតើអ្នកធ្លាប់មានអារម្មណ៍ថាមានភ្នែករពន់កំពុងសម្លឹងមើលអ្នកពីក្នុងទីងងឹតដែរឬទេសាកស្រមៃថាអ្នកកំពុងជិះទូកកាត់តាមប្រឡាយទឹកដ៏ស្ងាត់ជ្រលំក្បែរទីក្រុង Mexico City នៅពេលអ្នកក្រឡេកទៅមើលកោះមួយដែលនៅក្បែរនោះអ្នកមិនឃើញដើមឈើដែលមានផ្កាស្រស់នោះទេប៉ុន្តែអ្នកបែរជាឃើញតុក្កតារាប់ពាន់តុក្កតាដែលបាក់ដៃបាក់ជើងដាច់ក្បាលចងព្យួរនៅដើមឈើហើយភ្នែករបស់វាហាក់ដូចកំពុងវិលតាមដានរាល់ជំហានរបស់អ្នកនោះគឺជាកោះសាកសពតុក្កតាឬក៏ Isla de la Muñeca ជាទីកន្លែងដែលត្រូវបានគេចាត់ទុកថាជាកន្លែងដ៏រន្ធត់បំផុតមួយនៅក្នុងលោកវាមិនមែនជាកន្លែងកម្សាន្តសម្រាប់ក្មេងៗនោះទេប៉ុន្តែវាជាកន្លែងដែលបង្កប់នូវវិញ្ញាណការសងសឹកនិងរឿងរ៉ាវដ៏អាថ៌កំបាំងរបស់មនុស្សម្នាក់ដែលបានលះបង់ជីវិតដើម្បីផ្គាប់ចិត្តខ្មោចតោះទៅជួបគ្នានៅរឿងរ៉ាវដ៏រន្ធត់របស់យើងទាំងអស់គ្នារឿងរ៉ាវទាំងអស់នេះចាប់ផ្ដើមឡើងជាមួយបរិមម្នាក់ឈ្មោះ Don Julian Santana Barrera នៅក្នុងទសវត្សរ៍ឆ្នាំ1950លោក Julian បានសម្រេចចិត្តបោះបង់ចោលគ្រួសារនិងពិភពលោកខាងក្រៅដើម្បីមកស្នាក់នៅម្នាក់ឯងនៅលើកោះតូចមួយក្នុងតំបន់ Xochimilco ថ្ងៃមួយរឿងដែលមិននឹកស្មានបានកើតឡើងលោក Julian បានរកឃើញសាកសពកុមារីម្នាក់ដែលបានលង់ទឹកស្លាប់នៅក្នុងប្រឡាយក្បែរកោះរបស់លោកក្រោយមកទៀតលោកក៏បានឃើញតុក្កតាមួយអណ្ដែតទឹកមកក្បែរកោះនោះផងដែរដោយក្តីអាណិតនិងជឿជាក់ថាវិញ្ញាណកុមារីនោះមិនវិលទៅណាឡើយលោក Julian ក៏បានយកតុក្កតានោះទៅព្យួរនៅលើដើមឈើដើម្បីធ្វើជាការគោរពវិញ្ញាណក្ខន្ធនិងដើម្បីការពារខ្លួនពីថាមពលងងឹតរបស់ក្មេងស្រីដែលបានស្លាប់នោះប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមនៃភាពវង្វេងស្មារតីរបស់លោកតែប៉ុណ្ណោះចាប់តាំងពីថ្ងៃនោះមកលោក Julian លែងជាមនុស្សធម្មតាទៀតហើយលោកជឿជាក់ថាក្មេងស្រីនោះតែងតែមកលោកបន្លាចលោកនៅពេលយប់ដើម្បីលួចវិញ្ញាណក្មេងស្រីនោះលោកចាប់ផ្ដើមស្វែងរកតុក្កតាគ្រប់ប្រភេទពីក្នុងគំនរសំរាមពីក្នុងទឹកប្រឡាយឬយកបន្លែដែលលោកបានដាំទៅដូរយកតុក្កតាពីអ្នកស្រុកលោកមិនបានសម្អាតឬជួសជុលតុក្កតាទាំងនោះឡើយទោះបីជាតុក្កតាទាំងនោះវាដាច់ក្បាលលៀនភ្នែកឬប្រឡាក់ដីយ៉ាងណាក៏ដោយលោកយកវាទៅព្យួរពាសពេញកោះហើយរាប់សិបឆ្នាំកន្លងផុតទៅតុក្កតារាប់ពាន់ដែលពុកផុយទៅតាមធម្មជាតិបានប្រែរូបរាងដ៏គួរឲ្យខ្លាចបំផុតអ្នកស្តុកភូមិនាំគ្នានិយាយថាលោក Julian ចាប់ផ្ដើមនិយាយជាមួយតុក្កតាទាំងនោះហាក់ដូចជាពួកវាមានជីវិតលោកជឿថាតុក្កតាទាំងនោះគឺជាអ្នកយាមកោះដែលការពារលោកពីវិញ្ញាណអាក្រក់នៅក្នុងព្រៃហើយរឿងរ៉ាវដែលគួរឲ្យរន្ធត់បំផុតនោះគឺកើតឡើងនៅឆ្នាំ2001នៅពេលក្មួយប្រុសរបស់ Julian បានទៅលេងនៅលើកោះនោះពួកគេបាននាំគ្នាទៅស្ទូចត្រីនៅកន្លែងដែល Julian ធ្លាប់និយាយថាបានជួបសាកសពកុមារីកាលពី50ឆ្នាំមុនបន្តិចក្រោយមក Julian បានប្រាប់ក្មួយប្រុសរបស់ពួកគេថាមានសំឡេងមច្ឆាកំពុងហៅលោកឲ្យចុះទៅលេងនៅក្នុងទឹកហើយមួយស្របក់ក្រោយមកនៅពេលដែលក្មួយប្រុសរបស់ Julian ត្រឡប់មកវិញពួកគេបានឃើញ Julian ស្លាប់ដោយសារលង់ទឹកបាត់ទៅហើយពលគឺនៅចំកន្លែងដែលកុមារីនោះបានលង់ទឹកស្លាប់កាលពីមុនក្រោយពីមរណភាពរបស់លោកកោះនោះកាន់តែល្បីឡើងអំពីរឿងខ្មោចលងបន្លាចហើយភ្ញៀវទេសចរបានទៅលេងទីនោះបានរាយការណ៍ថាពួកគេឃើញភ្នែកតុក្កតាវិលចុះវិលឡើងតាមមើលពួកគេហើយឮសំឡេងតុក្កតាខ្សឹបប្រាប់គ្នាទៅវិញទៅមកទៀតផងនិងមានអារម្មណ៍ថាមានដៃតូចមកតោងជើងពួកគេខណៈដែលពួកគេកំពុងដើរកាត់ដើមឈើសប្តាហ៍ថ្ងៃនេះកោះសាកសពតុក្កតាបានក្លាយជាកន្លែងទេសចរដ៏ចម្លែកមនុស្សជាច្រើនជឿថាវិញ្ញាណរបស់លោក Julian
នៅតែស្ថិតនៅលើកោះនោះដើម្បីមើលថាតុក្កតារបស់លោកទោះបីជាអ្នកវិទ្យាសាស្ត្រអាចនិយាយថាវាគ្រាន់តែជាអារម្មណ៍ភ័យខ្លាចដែលកើតចេញពីការឃើញតុក្កតាពុកផុយប៉ុណ្ណោះប៉ុន្តែសម្រាប់អ្នកដែលបានទៅជន់ដីនៅកោះនោះផ្ទាល់ពួកគេដឹងច្បាស់ថាមានថាមពលអ្វីម្យ៉ាងដែលមិនអាចពន្យល់បានកំពុងស្ថិតនៅទីនោះតើអ្នកហ៊ានទៅស្នាក់នៅលើកោះនោះតែម្នាក់ឯងនៅពេលយប់ដែរឬទេតើអ្នកជឿថាតុក្កតាអាចជាជំរកនៃវិញ្ញាណមែនឬទេសូមអរគុណសម្រាប់ការស្ដាប់ podcast នៅថ្ងៃនេះសូមរក្សាចិត្តឲ្យស្ងប់ហើយប្រុងប្រយ័ត្នចំពោះតុក្កតានៅក្បែរខ្លួនអ្នកជួបគ្នានៅពេលក្រោយ